បាទសូមគោរពជំរាបសួរបងប្អូនប្រិយមិត្តទាំងអស់គ្នាអញ្ចឹងជួបគ្នាបន្តទៅទៀតក្នុងសំណួរក្នុងវីដេអូនេះខ្ញុំបន្តចែករំលែកសំណួរចម្លើយសម្រាប់បងប្អូនត្រៀមប្រឡងចូលសាលាភូមិន្ទរដ្ឋបាលខ្លាចជាសិស្សមន្ត្រីក្រមការឬក៏ជាសិស្សមន្ត្រីជាន់ខ្ពស់ហើយក៏សម្រាប់បងប្អូនត្រៀមប្រឡងក្របខ័ណ្ឌតាមក្រសួងស្ថាប័ននានាផងដែរអញ្ចឹងកម្រងសំណួរនៅក្នុងវីដេអូនេះគឺលេខរៀងទី561ដល់70 570បាទអញ្ចឹងចំណងសំណួរដែលខ្ញុំបានចែករំលែកគឺកាន់តែច្រើនទៅហើយបាទសម្រាប់បងប្អូនដែលរៀនសូមព្យាយាមឲ្យមែនទែនបាទព្រោះរដូវកាលប្រឡងចេះតែមានជាហូរហែអញ្ចឹងកាលណាយើងត្រៀមបានច្រើនក៏កាន់តែល្អណាបើមិនបានមួយយើងអាចបានមួយផ្សេងទៀតអញ្ចឹងណាបាទបើមិនបានក្រមការទេបានជាន់ខ្ពស់បើមិនបានជាន់ខ្ពស់ទេអាចបានតាមក្រសួងស្ថាប័ននានាអញ្ចឹងទៅអូខេអញ្ចឹងយើងទៅមើលកម្ដងសំណួរទាំង10នៅក្នុងវីដេអូនេះទាំងអស់គ្នាសំណួរទី561ចុះតើរូបសំណាកព្រះបរមរតនកោដ្ឋមានកម្ពស់ប៉ុន្មានម៉ែត្រអញ្ចឹងមាន20មាន33ហើយនិង27ចម្លើយឲ្យត្រឹមត្រូវគឺមាន27ម៉ែត្របាទរូបសំណាកនេះនៅស្ថិតនៅសួនក្បែរវិមានឯករាជ្យបងប្អូនបាទអ្នកបាញ់សួនអ្នកបាញ់ទឹកណា562សួរថាបាក់សីស្លាបដែកជើង4ទៀបស្លាប4ខ្មៅកើតកូនកើតចៅសក់មេសក់បាមានន័យដូចម្ដេចចឹងចម្លើយមានទាមន់រុយបាក់សាបាក់សីស្លាបណាបាក់សីស្លាបចឹងចម្លើយគឺសត្វរុយណាបាក់សាបាក់សីស្លាបតទៀតអានឹងប្រហែលមិនចេញទេតើការសរសេរឬនិយាយសូមបង្រួមអត្ថបទមួយឲ្យមានន័យច្បាស់លាស់ងាយយល់ហើយមានទំហំស្មើនឹង1/3នៃអត្ថបទដើមហៅថាអ្វីចម្លើយហៅថាសេចក្តីពន្យល់សេចក្តីសង្ខេបឬក៏អារម្មណ៍កថាចម្លើយដែលត្រឹមត្រូវគឺការសង្ខេបគឺសង្ខេបពីធំមកតូចទំហំអាចថាស្មើនឹង1/3បាទ1/3តទៀតតើជំងឺមួយណាដែលជាជំងឺបង្កដោយប៉ារ៉ាស៊ីតគ្រុនឈាមក្របេងឬក៏គ្រុនចាញ់អញ្ចឹងចម្លើយដែលត្រឹមត្រូវគឺគ្រុនចាញ់បាទសំណួរទី565សួរថាតើសារមន្ទីរជាតិនៅរាជធានីភ្នំពេញសាងនៅឆ្នាំណា1917 1918 1919ចម្លើយដែលត្រឹមត្រូវគឺ1917គឺ566សួរថាតើរមណីយដ្ឋានខុនឆាងខុនផែនស្ថិតនៅខេត្តណាកោះកុងកពតកែបចម្លើយដែលត្រឹមត្រូវគឺកោះកុងបាទសំណួរបន្ទាប់តើប្រាសាទអានេះយើងអានថាគុហៈក៏បានគុកក៏បានគុកនគរស្ថិតនៅខេត្តណាព្រះវិហារសៀមរាបកំពង់ធំចម្លើយត្រឹមត្រូវគឺកំពង់ធំបាទសំណួរ568ដើម្បីធ្វើឲ្យជាតិរស់ជានិច្ចតើយើងត្រូវរក្សាអ្វីខ្លះឲ្យគង់វង្សត្រូវរក្សាសម្បត្តិវប្បធម៌និងអរិយធម៌ឲ្យគង់វង្សថែរក្សាទ្រព្យសម្បត្តិនិងកិត្តិយសថែរក្សាប្រៃឈើនិងធនធានធម្មជាតិអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺវប្បធម៌អរិយធម៌ឲ្យគង់វង្សយើងមើលពូបងប្អូនខ្មែរអ៊ីស្លាមយើងហៅថាចាមពូចំប៉ាណាគាត់បាត់ទឹកដីហើយមែនទេទៅប៉ុន្តែអ្វីដែលគាត់មិនបាត់បង់នោះគឺសាសនាប្រពៃណីរបស់ពួកគាត់នៅតែកាន់បានហើយយើងគ្រាន់តែឃើញយើងដឹងថាអូគាត់នឹងគាត់ជាអំបូរមកពីខាងនេះមកពីខាងនោះចឹងទៅចឹងរឿងហ្នឹងគឺសំខាន់569សួរតើអាស៊ានត្រូវបានបង្កើតនៅទីក្រុងណាវៀងច័ន្ទណៃប៊ីដឬក៏បាងកក
ចម្លើយត្រឹមត្រូវគឺនៅបាងកកបាទអាស៊ានហ្នឹងនិយាយទៅអាស៊ានបន្តិចចុះក៏ចង់រំលេចបន្តិចដែរអាស៊ានមានតែបង្កើតឡើងទេប៉ុន្តែជួយអីអត់បានទេបងប្អូន0ហ្មងបាទតែបើអត់អាស៊ានវិញមិនដឹងរៀននេះកើតឡើងដែរអញ្ចឹងណាតើសម្បត្តិវប្បធម៌អ្វីដែលសំខាន់ជាងគេមានមនុស្សប្រពៃណីហើយនិងធម្មជាតិក្នុងចំណោម3ហ្នឹងមួយណាសំខាន់គឺមនុស្សនឹងឯងព្រោះមនុស្សជាអ្នកមានចលនាទាំងអស់នេះវារស់នៅជាមួយមនុស្សបើមនុស្សអត់មានហ្នឹងប្រពៃណីមានមិនកើតនៅមួយណាកប់បាត់ក្នុងដីចឹងក្នុងវីដេអូនេះមានតែប៉ុណ្ណឹងអរគុណណាស់បងប្អូនបានចូលមកទស្សនាហើយសង្ឃឹមបងប្អូនបានកត់ត្រាខ្លះៗនៅចំណុចដែលសំខាន់ហើយព្យាយាមណាលើកទឹកចិត្តឲ្យបងប្អូនព្យាយាមឲ្យមែនទែនកុំអស់សង្ឃឹមក្នុងការតស៊ូណាបងប្អូនដល់រាបណាមិនទាន់ជោគជ័យគឺត្រូវតែតស៊ូជីវិតគឺជាការតស៊ូណា lifelong learning អានេះជាអាវ៉ាត់របស់ពុទ្ធជីវិតគឺជាការរៀនសូត្រមិនចេះចប់បាទបងប្អូនបំណងប្រាថ្នាប្រឡងក្របខ័ណ្ឌនៅតាមរយៈសាលាភូមិរដ្ឋបាលតែបើមិនបានបងប្អូនជួនកាលបងប្អូនអាចជាប់នៅការបរទេសជួនកាលជាប់នៅកិច្ចការព្រំដែនអញ្ចឹងទៅយុទ្ធធរអញ្ចឹងទៅឬក៏ជួនកាលបងប្អូនជាប់គ្រូបង្រៀនអញ្ចឹងទៅបាទពួកមួយឆ្នាំការរើសមន្ត្រីគឺច្រើនមែនទែនបងប្អូនរាប់ម៉ឺននាក់មែនទែនទៅបាទអរគុណបងប្អូនជួបគ្នាក្នុងវីដេអូបន្ទាប់